គ្រោះរញ្ជួយដីទាំង10ដែលបានឆក់យកអាយុជីវិតមនុស្សអស់ច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រគ្រោះធម្មជាតិគឺជាអ្វីដែលគេពិបាកគ្រប់គ្រងជាទីបំផុតគ្រោះធម្មជាតិមានច្រើនបែបច្រើនយ៉ាងតួយ៉ាងដូចជាគ្រោះទឹកជំនន់ខ្យល់ព្យុះឬគ្រោះរាំងស្ងួតជាដើមបន្តិចទៀតនេះលោកអ្នកនឹងបានដឹងនៅគ្រោះរញ្ជួយដីធំៗចំនួន10ដែលបានឆក់យកអាយុជីវិតមនុស្សអស់ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រតើការរញ្ជួយដីនោះបានកើតឡើងនៅទីណាខ្លះនិងបានសម្លាប់មនុស្សអស់ច្រើនប៉ុណ្ណាសូមអញ្ជើញទស្សនាទាំងអស់គ្នាជាបន្តដូចតទៅ Smart Market Asset ជាកម្មវិធីទីផ្សារទំនើបថ្មីដែលបង្កើតឡើងដោយកូនខ្មែរទំនើបថ្មីប្លែកនិងងាយស្រួលប្រើប្រាស់ហើយមានទាំងនៅលើ iOS និង Android ទី1ការរញ្ជួយដីក្នុងឆ្នាំ2010កើតឡើងនៅប្រទេសហៃទីការរញ្ជួយដីនៅក្នុងទឹកដីហៃទីពេលនោះមានកម្រិត7 Richter វាបានឆក់យកជីវិតមនុស្សប្រមាណជា 316,000 នាក់ក៏ប៉ុន្តែអ្នកខ្លះបានអះអាងថាអ្នកស្លាប់មានត្រឹមតែ220,000 នាក់តែប៉ុណ្ណោះការរញ្ជួយដីនេះមិនត្រឹមតែប៉ះពាល់នៅក្នុងទឹកដីហៃទីប៉ុណ្ណោះទេក៏បានថែមទាំងរំគោះរង្គើទៅដល់ប្រទេសកុយបានិងប្រទេសវេណេស៊ុយអេឡាដែលជាប្រទេសជិតខាងហៃទីទៀតផងក្រៅពីចំនួនអ្នកស្លាប់ខាងលើមនុស្សរាប់ពាន់អ្នកផ្សេងទៀតបានបាត់បង់ផ្ទះសម្បែងនិងរោងរបួសទី2ការរញ្ជួយដីនៅក្នុងឆ្នាំ2004នៅលើទឹកដីនៃប្រទេសឥណ្ឌូនេស៊ីគ្រោះរញ្ជួយដីមួយនេះកើតចេញដំបូងពីកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ីវាមានកម្រិតរញ្ជួយរហូតដល់ទៅ 9.1 Richter យោងតាមតួលេខគេបានរកឃើញថាការរញ្ជួយដីនេះបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន 227,899 នាក់នៅទូទាំងប្រទេសឥណ្ឌូនេស៊ីស្រីលង្កាឥណ្ឌានិងប្រទេសថៃនៅក្នុងនោះឥណ្ឌូនេស៊ីជាប្រទេសដែលរងគ្រោះខ្លាំងជាងគេពីការរញ្ជួយដីមួយនេះការរញ្ជួយដីដែលកើតមាននៅក្នុងមហាសមុទ្រឥណ្ឌាមួយនេះបានបង្កឲ្យមានរលកយក្សស៊ូណាមីដែលមានកម្ពស់រហូតដល់ទៅចន្លោះពី15ម៉ែត្រដល់30ម៉ែត្រទី3ការរញ្ជួយដីនៅក្នុងឆ្នាំ2008នៅប្រទេសចិនការរញ្ជួយដីនេះកើតឡើងក្នុងកម្លាំងចន្លោះពី 7.9 ទៅ 8 Richter បានវាយប្រហារទៅលើខេត្តស៊ីឆុនប្រទេសចិននៅភាគនិរតីការរញ្ជួយដីនេះបានសម្លាប់មនុស្សប្រមាណជា 87,000 នាក់ហើយបង្កឲ្យមនុស្សប្រមាណជា 370,000 នាក់រងរបួសទី4ការរញ្ជួយដីនៅក្នុងឆ្នាំ2011នៅប្រទេសជប៉ុនការរញ្ជួយដីនៅក្នុងប្រទេសជប៉ុនកាលនោះមានកម្លាំងរហូតដល់ទៅ 9.1 Richter ការរញ្ជួយនេះបង្កឲ្យមានរលកយក្សស៊ូណាមីដែលបានឆក់យកជីវិតមនុស្ស 18,000 នាក់អ្វីដែលកាន់តែធ្ងន់ធ្ងរនោះលទ្ធផលដែលបានកើតចេញពីការរញ្ជួយដីនេះបានប៉ះពាល់ទៅដល់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលបង្កឲ្យមានការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរផងដែរទី5ការរញ្ជួយដីក្នុងឆ្នាំ2015នៅប្រទេសនេប៉ាល់នេះគឺជាការរញ្ជួយដ៏ខ្លាំងក្លាមួយដែលមានកម្លាំង 7.8 Richter គ្រោះរញ្ជួយដីនេះបានសម្លាប់ជីវិតមនុស្ស 8,000 នាក់ហើយមានមនុស្សរាប់រយពាន់នាក់ផ្សេងទៀតបាត់បង់ទីលំនៅនេះគឺជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសនេប៉ាល់រាប់ចាប់តាំងពីឆ្នាំ934មកទី6ការរញ្ជួយដីក្នុងឆ្នាំ1998នៅលើទឹកដីអាហ្វហ្គានីស្ថានការរញ្ជួយដីនេះមានកម្លាំង 6.6 Richter វាបានវាយប្រហារនៅក្នុងតំបន់ Hindu Kush នៅក្នុងប្រទេសអាហ្វហ្គានីស្ថានការរញ្ជួយដីនេះមិនមែនកើតឡើងតែម្ដងទេក៏ប៉ុន្តែបានកើតឡើង 3-4 ដងរយៈពេល 3-4 ខែគ្រោះរញ្ជួយដីនេះគឺជាការវាយប្រហារដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិនៃតំបន់ Hindu Kush នៅក្នុងទឹកដីអាហ្វហ្គានីស្ថានការរញ្ជួយលើកទី1បានកើតឡើងនៅក្នុងខេត្តតាកាដែលបានឆក់យកជីវិតមនុស្សប្រមាណជា 2,300 នាក់ការរញ្ជួយលើកទី2មានកម្លាំង 6.6 Richter វាយប្រហារនៅក្នុងតំបន់ដដែលគឺនៅក្នុងខេត្តមីដែលបានសម្លាប់មនុស្សប្រមាណជា 4,700 នាក់ក្រៅពីមនុស្សដែលបានស្លាប់ក៏មានមនុស្សរាប់ពាន់នាក់ផ្សេងទៀតបានបាត់បង់ផ្ទះសម្បែងនិងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនទី7គ្រោះរញ្ជួយដីនៅក្នុងឆ្នាំ1929នៅក្នុងទឹកដីជប៉ុន
ការរញ្ជួយដីនេះមានកម្លាំង 7.9 Richter និងបានឆក់យកជីវិតមនុស្ស 142,000 នាក់នៅពេលនោះអគារស្ទើរតែ 50% បានបាក់បែកខ្ទេចខ្ទីអស់នៅក្នុងតំបន់ដែលកើតមានគ្រោះរញ្ជួយដីនេះការរញ្ជួយដីដ៏អាក្រក់នេះបានបង្កឲ្យមានរលកយក្សស៊ូណាមីដែលមានកម្ពស់រហូតដល់ទៅ12ម៉ែត្រមិនតែប៉ុណ្ណោះការរញ្ជួយនេះបានបង្កឲ្យមានទៅជាខ្យល់ព្យុះហើយនឹងគ្រោះអគ្គិភ័យពាសពេញទីក្រុងផងដែរទី8ការរញ្ជួយដីនៅក្នុងឆ្នាំ 1960 នៅប្រទេសឈីលីនេះគឺជាការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឈីលីវាមានកម្លាំងខ្លាំងក្លារហូតដល់ទៅ 9.5 Richter សំណាងដែរដែលការរញ្ជួយដីនេះបានកើតឡើងក្នុងរយៈពេលប្រមាណជា10នាទីតែប៉ុណ្ណោះក៏ប៉ុន្តែវាបានឆក់យកអាយុជីវិតមនុស្សចន្លោះពី 1,000 ទៅដល់ 6,000 នាក់ប្រសិនបើវាកើតឡើងរយៈពេលយូរជាងនេះនោះមនុស្សកាន់តែច្រើនជាងនេះនឹងត្រូវបាត់បង់ជីវិតទី9ការរញ្ជួយដីនៅក្នុងឆ្នាំ 1976 នៅក្នុងប្រទេសចិនការរញ្ជួយដីនេះបានវាយប្រហារទៅលើទឹកដីឋានសានរបស់ប្រទេសចិននិងមានកម្លាំង 7.5 Richter វាបានឆក់យកជីវិតមនុស្សប្រមាណជា 242,000 នាក់ស្របពេលជាមួយគ្នាមនុស្សរាប់ពាន់នាក់បានបាត់បង់ផ្ទះសម្បែងនិងមានការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនទី10ការរញ្ជួយដីនៅក្នុងឆ្នាំ 1556 នៅលើទឹកដីរបស់ចិនការរញ្ជួយដីនេះបានកើតឡើងនៅក្នុងតំបន់សាន់ស៊ីមានកម្លាំង 8 Richter ការរញ្ជួយដីនេះបង្កឲ្យមានមនុស្សស្លាប់ 830,000 នាក់ចំនួនអ្នកស្លាប់ប៉ុណ្ណេះត្រូវបានគេប៉ាន់ប្រមាណថាគឺស្មើនឹង 60% នៃចំនួនប្រជាជនសរុបដែលរស់នៅក្នុងតំបន់សាន់ស៊ីនៅក្នុងពេលនោះសូមអរគុណចំពោះការទស្សនាហើយសូមកុំភ្លេចចុចjoin Telegram របស់ Share Knowledge ដែលមានដាក់ link ជូននៅក្នុង caption នៃវីដេអូនេះដើម្បីទទួលបានចំណេះដឹងថ្មីៗក៏ដូចជាព័ត៌មានសំខាន់ៗនៅជុំវិញពិភពលោកសូមអរគុណសូមជម្រាបលាតើលោកអ្នកចង់ធ្វើការកម្មង់ទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃតាមបែបងាយៗដែលគ្រាន់តែចុចពី3 click ដែរឬទេមិនចាំបាច់ចំណាយពេលដល់ផ្សារដោយយកអីវ៉ាន់ធ្ងន់ៗទៀតនោះទេព្រោះពេលនេះលោកអ្នកអាចបញ្ជាទិញអីវ៉ាន់តូចធំគ្រប់ប្រភេទនៅក្នុង app Smart Market Asset Smart Market Asset មានលក់អីវ៉ាន់គ្រប់ប្រភេទទាំងដុំនិងរាយជាមួយនឹងតម្លៃទាបជាងទីផ្សារស្ទើរមិនគួរឲ្យជឿជាពិសេសទិញកាន់តែច្រើនតម្លៃកាន់តែថោកនិងថែមទាំងមានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែងរហ័សទាន់ចិត្តថែមទៀតផង Smart Market Asset ជាកម្មវិធីទីផ្សារទំនើបថ្មីដែលបង្កើតឡើងដោយកូនខ្មែរទំនើបថ្មីប្លែកនិងងាយស្រួលប្រើប្រាស់ហើយមានទាំងនៅលើ iOS និង Android ទិញយក Smart Market Asset App ឥឡូវនេះនោះលោកអ្នកនឹងមានទំនិញគ្រប់ប្រភេទនៅក្នុងដៃ